ខានធ្វើគីមប៉ាប់ឲ្យប្តីហូបយូរហើយបងប្អូនថ្ងៃហ្នឹងគឺថាប្តីខ្ញុំក៏ចង់ហូបគីមប៉ាប់ក៏ប្រាប់ខ្ញុំឲ្យធ្វើឲ្យអញ្ចឹងបងប្អូនគឺគាត់កំងខ្ញុំឲ្យធ្វើគីមប៉ាប់ព្រោះខានហូបយូរអញ្ចឹងបងប្អូនគីមប៉ាប់យើងគឺហូបជាមួយនឹងមីស្រស់ហ្នឹងហើយនឹងមានជ្រក់គីមឈីកូរ៉េអីហ្នឹងបងប្អូនគឺថារសជាតិគឺថាត្រូវគ្នាតែម្ដងបងប្អូនហើយបន្លែយើងដាក់គីមប៉ាប់ហ្នឹងគឺមានបន្លែពណ៌ខៀវបងប្អូនបន្លែពណ៌ខៀវមិនឆ្ងាញ់ដាក់គីមប៉ាប់ទៅមើលទៅពណ៌ក៏ស្រស់ស្អាតអីចឹងបងប្អូនគឺបន្លែយើងហ្នឹងគ្រាន់យើងស្រស់ដាក់តែអំបិលអីហ្នឹងបានហើយបងប្អូនហើយការ៉ុតយើងក៏ដាក់តែអំបិលបងប្អូនយើងឈូសវាហើយយកមកឆាចឹងឯងបងប្អូនឆាដាក់តែអំបិលបានហើយបងប្អូនឆារៀងឆ្អិនតិចទៅអានេះសម្រាប់វិចគីមប៉ាប់យើងហ្នឹងនៅខាងក្នុងហ្នឹងគឺមានគ្រប់មុខអញ្ចឹងណាបងប្អូនអាចធ្វើតាមខ្ញុំបានបងប្អូនបើចង់វិចអីអាចទៅទិញមកគេលក់នៅពេញម៉ាតទេបងប្អូនហើយខ្ញុំក៏មានដាក់ប្រហិតត្រីនៅខាងក្រៅហ្នឹងគឺខ្ញុំមាននឹងទូទឹកកកស្រាប់អីអញ្ចឹងក៏ខ្ញុំយកមកឆាដាក់ដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់ណាបងប្អូនបើយើងដាក់តាអានៅក្នុងអាកញ្ចប់ហ្នឹងមានប្រមាណហ្នឹងវាមិនសូវដូចថាវាមិនសូវឆ្ងាញ់អីអញ្ចឹងណាយើងថែមថយគ្រឿងរបស់យើងមានស្រាប់អីអញ្ចឹងក៏យើងយកមកថែមថយអញ្ចឹងទៅហើយហេមគេដាក់នឹងហ្នឹងក៏យើងយកមកចៀនវាបងប្អូនដើម្បីឲ្យវាគ្រាមិនឈ្ងុយហើយពងមាន់យើងដាក់តែអំបិលទេបងប្អូនហើយចៀនត្រឡប់ដូចខ្ញុំអញ្ចឹងហើយយើងក៏កាត់វាជាប្រទះយើងធ្វើប្រមាណដូចខ្ញុំធ្វើទាំងអស់ហ្នឹងគឺ10ដើមគឺខ្ញុំចៀនពងមាន់ដូចថាប្រមាណគ្រាប់វាបាន10ដើមអីចឹងណាយើងលៃលោកខ្លួនឯងចឹងហើយអានេះប្រហិតត្រីដែរអាហ្នឹងអាពណ៌រៀងខំហ្នឹងអាហ្នឹងប្រហិតត្រីដែរបងប្អូនមួយយើងពុះជា2ទៅហើយបន្លែប្លុកយើងមានតសក់មានស៊ីគឹមឈីអីហ្នឹងហើយបាយយើងគឺថាដាំហើយគឺយកមកដាក់ហ្នឹងឲ្យដាក់តែអំបិលហើយផេងល្ងលីងអីអញ្ចឹងបើយើងអត់ដាក់អត់ឆ្ងាញ់ទេបងប្អូនបើកន្លែងគេលក់គេអត់ដាក់ល្ងលីងអីទេបងប្អូនប៉ុន្តែយើងធ្វើហូបខ្លួនឯងគឺថាយើងឆ្នៃហ៎បងប្អូនម្ហូបមួយមុខហ្នឹងគឺថាពេលដែលយើងដូចថាចង់ទៅដើរលេងកន្លែងណាដំណើរកំសាន្តថាចិត្តថាឆ្ងាយគឺយើងអាចងើបមកវិចធ្វើគីមប៉ាប់ហ្នឹងយកទៅហូបជួបជុំគ្រួសារគឺថាឆ្ងាញ់ណាបងប្អូនអើយគឺដំណើរកំសាន្តទៅលេងណាណៃអីអញ្ចឹងណាបងប្អូនខ្ញុំកាលពីមុនខ្ញុំអាសាធ្វើណាបងប្អូនអាសាធ្វើយកទៅហូបអីទៅលេងអីខ្ញុំអាសាងើបធម្មតាខ្ញុំងើបម៉ោង5ខ្ញុំងើបធ្វើបើឥឡូវរៀងខ្ជិលបន្តិចហើយបងប្អូនឥឡូវមិនសូវជាអាសាប្រហែលទេបងប្អូនដោយសារធ្វើការហត់នឿយអីអញ្ចឹងបងប្អូនអញ្ចឹងអត់សូវមានអារម្មណ៍នឹងធ្វើទេគឺច្រើនតែទិញហូបទេឥឡូវកាលពីមុនខ្ញុំទៅលេងខ្មែរខ្ញុំវិញយកទៅដែរបងប្អូនហើយគឺខ្ញុំវិញយកទៅហូបតាមផ្លូវអញ្ចឹងណាយើងកាត់បន្ថយការចំណាយលុយអស់ច្រើនណាបងប្អូនបើយើងធ្វើខ្លួនឯងអញ្ចឹងណាហើយគឺការវិចរបស់យើងគឺថាមិនសូវពិបាកហ្មងទេបងប្អូនបងប្អូនចង់រៀនគឺមើលតាមខ្ញុំទៅធ្វើអញ្ចឹងឯងរបស់យើងមានប្រមាណហ្នឹងយើងដាក់មកអានេះបន្តិចអានោះបន្តិចអញ្ចឹងទៅយើងលៃដូចថាយើងធ្វើដូចខ្ញុំធ្វើ10ដើមអញ្ចឹងយើងលៃគ្រប់ឲ្យគ្រប់10ដើមហ្នឹងឯងហើយតសក់ខ្ញុំដាក់តសក់មួយយើងចាត់វាជាចំណិតវែងមួយហ្នឹងបាន10ដើមល្មមអញ្ចឹងទៅហើយគឺថាតំណងណាបងប្អូនគឺឆ្ងាញ់មែនបងប្អូនហើយបើបានហូបជាមួយមីហិលមីអីហ្នឹងហើយនឹងជ្រក់គីមឈីហើយនឹងជ្រក់ឆៃថាវដូចខ្ញុំហ្នឹងបងប្អូនអើយធានាថាឆ្ងាញ់តែម្ដងបងប្អូនបើបងប្អូនមិនជឿបងប្អូនសាកធ្វើមើលទៅគឺអ្នកនៅកូរ៉េស្រួលទិញគ្រឿងធ្វើទេបើនៅខ្មែររៀងពិបាកអញ្ចឹងប៉ុន្តែឥឡូវសម័យឥឡូវនៅខ្មែរហ្នឹងក៏គេចូលចិត្តខាងគីមប៉ាប់នឹងដែរបងប្អូនចូលចិត្តហូបចឹងគេមានធ្វើលក់ដែរតើបងប្អូនហើយមើលតំណងណានិយាយមែនតំណងមែនហើយកុំច្រឡំថានំសមជ្រូកបងប្អូនខ្ញុំធ្វើ10ដើមដឹងខ្ញុំហូបដល់ព្រឹកបងប្អូនខ្ញុំហូបអើយពេលល្ងាចហ្នឹងហើយគឺហូបដល់ព្រឹកទៀតគ្រួសារខ្ញុំថាហើយអាគីមប៉ាប់ហ្នឹងបងប្អូនចុះដូចថាចុះបាយណាបាយយើងធ្វើបាយសហ្នឹងបើខ្ញុំធម្មតាខ្ញុំដាំតែបាយពណ៌ក្រហមប៉ុន្តែថ្ងៃហ្នឹងគឺខ្ញុំមកដាំពណ៌សហ្នឹងម្ដងចឹងណា